ឥឡូវយើងធ្វើការ demo firewall អ្នកគ្នា អូខេឥឡូវវា enable ហើយឥឡូវយើងបន្តទៀតយើងគឺ allow SSH connection អញ្ចឹងយើងវាយ command មក sudo cw allows SSH អូខេ បន្ទាប់ពីយើង allow វាហើយអញ្ចឹងយើងដល់យើង block port អញ្ចឹងយើងវាយមក sudo us deny password អូខេអញ្ចឹងបន្ទាប់មកទៀតគឺយើង allow ទៅលើ web server អញ្ចឹងយើងវាយមក sudo ufw allow password/tcp អូខេបន្ទាប់យើងវាយ command ហ្នឹងហើយយើងអាចវាយចេះក៏បានដែរអញ្ចឹងយើងដល់បន្ទាប់ទៀតគឺយើងធ្វើការ check role របស់វាគឺ sudoទាំងអស់នេះគឺជា role Apache អីហ្នឹងឥឡូវយើងធ្វើការ delete role របស់អូខេឥឡូវយើងចុះខ្ចីឥឡូវយើងធ្វើការសាក disable firewall គឺយើងប្រើ sudo disable អញ្ចឹងវានឹងធ្វើការ disable ហើយឥឡូវវាមានតែប៉ុណ្ណាឥឡូវយើងសាកធ្វើsimple enable ហើយអស់ហើយអាហ្នឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងនិយាយពី firewall គឺរបៀបប្រើប្រាស់របស់វា